ខ្ញុំសូមសួរអ្នកទាំងអស់គ្នានៅសំណួរមួយតើអ្នកទាំងអស់គ្នាស្គាល់លុយច្បាស់នៅធ្លាប់មានអារម្មណ៍ថាយើងកំពុងប្រឡែងលេងជាមួយលុយរាល់ថ្ងៃតែគ្មាននរណាប្រាប់ពីក្បួនច្បាប់ក្នុងការលេងជាមួយវានោះទេយើងធ្វើការទទួលបានប្រាក់ខែរៀងរាល់ខែហើយព្យាយាមសន្សំតែចុងខែស្ពៃអត់ដឹងលុយអស់ទៅណាបាត់ធ្វើការមួយខែចាំប្រាក់ខែមួយខែទៀតតាមពិតវាមានហេតុផលវាកាលយើងនៅក្មេងៗចាស់ៗប្រាប់យើងហើយខំរៀនទៅធំឡើងមានការងារល្អធ្វើឬក៏រកស៊ីដើម្បីបានលុយច្រើនៗតែគាត់អត់បានប្រាប់ថាពេលបានលុយមកហើយត្រូវគ្រប់គ្រងវាមិនទេអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងព្យាយាមបកស្រាយការពិតពីលុយដែលវាពិតជាឃោរឃៅចំពោះយើងណាស់បើសិនបើយើងមិនបានដឹងពីវាព្រោះការយល់ដឹងពីលុយវាពិតជាជួយឲ្យយើងអាចក្លាយជាម្ចាស់វាចេះប្រើប្រាស់វាឲ្យត្រូវក្បួននិងជៀសវាងឲ្យផុតក្លាយខ្លួនជាទាសកររបស់វាទី1គ្មាននរណាបង្រៀនយើងពីលុយនោះទេយើងត្រូវរៀនខ្លួនឯងនៅសាលារៀនលោកគ្រូអ្នកគ្រូបង្រៀនយើងគណិតវិទ្យាសិលធម៌គីមីប្រវត្តិតែមិនបានបង្រៀនយើងពីការរៀបចំទុកដាក់សន្សំនិងវិនិយោគលុយកាក់យើងនោះទេហើយនៅក្នុងក្រុមគ្រួសារខ្លះទៀតសោតឪពុកម្ដាយក៏មិនបានអប់រំកូនៗពីលុយកាក់នោះទៀតខ្ញុំសំណាងដែរបានអ្នកម្ដាយគាត់អប់រំអំពីលុយតាំងពីតូចជាពិសេសលើការសន្សំនិងការចាយវាយធ្វើយ៉ាងណាឲ្យសល់លុយពីលុយដែលគាត់ឲ្យទោះជាយ៉ាងណាក៏ដោយដើម្បីទទួលបានចំណេះដឹងផ្នែកគ្រប់គ្រងលុយរបស់យើងត្រូវស្វែងរកចំណេះដឹងនោះដោយខ្លួនឯងតាមរយៈការអានសៀវភៅឬក៏អត្ថបទផ្សេងៗដែលគេបានសរសេរនិងចងក្រងទុកជាពិសេសបុគ្គលល្បីៗផ្នែកហិរញ្ញវត្ថុដើម្បីដឹងពី footprint របស់ពួកគាត់ហើយយើងអាចធ្វើត្រាប់តាមបានការរៀនសូត្រដែលមានប្រសិទ្ធភាពល្អបំផុតគឺជាការធ្វើតាមអ្នកដែលទទួលបានលទ្ធផលនិងដើរលើផ្លូវនោះហើយអ្វីដែលយើងត្រូវធ្វើនោះគឺចាប់ផ្ដើមអនុវត្តដោយខ្លួនឯងផ្ទាល់ទទួលបានបទពិសោធន៍និងកំហុសជាក់ស្ដែងខ្លួនឯងមិនថាជាការសន្សំលុយការវិនិយោគលុយលើភាគហ៊ុនការចាត់ចែងចំណាយប្រចាំខែដាច់ខាតត្រូវចាប់ផ្ដើមនឹងអនុវត្តផ្ទាល់ខ្លួនឯងទី2ការសន្សំតែមួយគត់មិនអាចឲ្យយើងមានបានទេយើងត្រូវវិនិយោគការសន្សំលុយតែមួយមុខគត់គឺមិនគ្រប់គ្រាន់ទេក្នុងការតាមឲ្យទាន់ជាមួយនឹងអតិផរណាព្រោះថាអតិផរណានេះហើយជាអ្នកធ្វើឲ្យតម្លៃលុយរបស់យើងបច្ចុប្បន្ននេះថោកនៅថ្ងៃអនាគតរបស់ដែលយើងចំណាយលុយ$500ទិញនៅថ្ងៃនេះ10ឆ្នាំក្រោយយើងចាយលុយ$500ដដែលដើម្បីទិញវាប្រហែលជាលែងបានទៀតហើយនេះហើយជាការ downgrade power of purchasing របស់លុយយើងតាមរយៈ inflation ការវិនិយោគគឺខុសគ្នាពីការសន្សំដោយខ្ញុំបានបកស្រាយក្នុងវីដេអូមួយនេះអញ្ចឹងការវិនិយោគគឺការប្រើប្រាស់លុយដើម្បីស្វែងរក ROI ខ្ពស់ត្រឡប់មកវិញហើយបើកាលណា ROI នៃការវិនិយោគរបស់យើងខ្ពស់ជាងអត្រានៃអតិផរណាឬក៏ inflation rate នោះគឺយើងអាចរក្សានិងបង្កើនតម្លៃនៃលុយរបស់យើងនៅថ្ងៃអនាគតបានយើងអាចវិនិយោគលើអចលនទ្រព្យមាសភាគហ៊ុនឬក៏ទ្រព្យសម្បត្តិផ្សេងៗទៀតបានដែលខ្ញុំក៏បានប្រាប់ដែរក្នុងវីដេអូមួយនេះដែរបានពីអាសិតទាំង7ក្នុងពិភពលោកដែលយើងអាចវិនិយោគបានចំណុចសំខាន់គឺចាប់ផ្ដើមក្នុងការវិនិយោគកាន់តែឆាប់កាន់តែល្អមិនខ្វល់ថាលុយតិចឬក៏ច្រើននោះទេទី3សេរីភាពហិរញ្ញវត្ថុត្រូវការលះបង់ការលះបង់នេះសំដៅលើការលះបង់ចំណាយឥតប្រយោជន៍ចោលឧទាហរណ៍ឡានទំនើបសម្ភារៈថ្លៃៗជាដើមហើយជ្រើសរើសចាយលើចំណាយណាដែលចាំបាច់បំផុតដើម្បីសល់លុយសន្សំទុកសម្រាប់វិនិយោគ Living frugal រស់នៅក្រោមបន្ទាត់ចំណាយមួយដ៏ត្រឹមត្រូវហើយចំណាយដាច់ខាតត្រូវតិចជាងចំណូលរបស់យើងមិនថាចំណូលរបស់យើងនោះបានប៉ុន្មាននោះទេការធ្វើបែបនេះដូចបានបញ្ជាក់ខាងលើអញ្ចឹងគឺដើម្បីសល់លុយហើយសន្សំទុកត្រៀមលក្ខណៈសម្បត្តិរួចរាល់ដើម្បីវិនិយោគនៅពេលដែលឱកាសមកដល់ទី4អ្នកមាននៅតែមានតាមរយៈការគ្រប់គ្រងចំណាយមិនមែនចាយច្រើនទេការគ្រប់គ្រងចំណាយជាកត្តាដែលធ្វើឲ្យយើងមានមិនមែនចំណូលទេបុគ្គល A ប្រាក់ខែមួយខែ$1000តែចំណាយ$900ទៅហើយចំណែកបុគ្គល B ប្រាក់ខែគាត់តែ$500ទេតែចំណាយរបស់គាត់ត្រឹមតែ$250ប៉ុណ្ណោះអញ្ចឹងយើងមើលទៅថាតើមួយណាមានជាងមួយណាចំណូលមិនមែនជាកត្តាកំណត់ភាពមានឬក្រទេចំណាយទេដែលដើរតួឯកក្នុងការកំណត់ភាពក្រីក្រដោយបងប្អូនឃើញក្នុងសង្គមយើងអញ្ចឹងអ្នកមានខ្លះទាល់តែពេលបែករឿងជំពាក់គេវ័នកខ្លះគេប្តឹងខ្លះគេបង្ហោះបកអាក្រាតតាមបណ្ដាញសង្គមបានយើងដឹងនេះគឺមកពីបញ្ហាតែមួយគត់គឺការមិនចេះគ្រប់គ្រងចំណាយរបស់យើងផ្ទាល់ប្រសិនបើយើងមិនគ្រប់គ្រងលុយច្បាស់លាស់ទេយើងនឹងជួបការលំបាកមិនខ្វល់ថាចំណូលរបស់យើងប៉ុន្មាននោះទេ
សង្ឃឹមថារឿងពិតពីលុយទាំង4ចំណុចនេះអាចជួយជាស្មារតីដាស់តឿនអ្នកទាំងអស់គ្នាបានឲ្យចេះប្រើប្រាស់លុយជាឧបករណ៍បម្រើយើងមិនមែនឲ្យលុយក្លាយជាម្ចាស់ដឹកមុខយើងនោះទេសូមអរគុណ